ថ្ងៃនេះតួអង្គរបស់យើងចាប់ផ្ដើមបង្កើត portfolio ដំបូងរបស់គាត់ប៉ុន្តែជំនួសឲ្យការជ្រើសរើសភាគហ៊ុនដោយចៃដន្យគាត់នឹងរៀនពីផែនការសាមញ្ញនោះគឺ3ធំដែលជួយឲ្យអ្នកចាប់ផ្ដើមលូតលាស់បានដោយសុវត្ថិភាពធំទី1គឺកំណើននេះជាកន្លែងដែលភាគហ៊ុនឬ ETF ស្ថិតនៅវាជួយឲ្យប្រាក់របស់អ្នកកើនឡើងតាមពេលវេលាវាមានការឡើងចុះប៉ុន្តែក្នុងរយៈពេលវែងវាមានទិសដៅឡើងធំទី2គឺស្ថិរភាពនេះសម្រាប់មូលបត្របំណុលដែលយើងហៅថា bond វាមិនលូតលាស់លឿនដូចភាគហ៊ុនទេប៉ុន្តែវាជួយកាត់បន្ថយហានិភ័យនិងធ្វើឲ្យ portfolio របស់អ្នកមានតុល្យភាពនៅពេលទីផ្សារមានការរអាក់រអួលធំទី3គឺសុវត្ថិភាពនេះជាសាច់ប្រាក់ឬប្រាក់បន្ទាន់របស់អ្នកវាជួយការពារអ្នកដើម្បីកុំឲ្យអ្នកលក់ភាគហ៊ុននៅពេលភ័យខ្លាចនៅពេលដែលទីផ្សារមានការធ្លាក់ចុះសម្រាប់អ្នកចាប់ផ្ដើមនៅពេលអ្នកបញ្ចូលធំទាំង3ចូលគ្នាអ្នកនឹងទទួលបាន portfolio សាមញ្ញប៉ុន្តែមានកម្លាំងវាលូតលាស់មានតុល្យភាពនិងជួយការពារអ្នកនៅពេលទីផ្សារធ្លាក់ចុះនៅពេលនេះផែនការ portfolio ដំបូងរបស់អ្នកក៏រួចរាល់រក្សាវាឲ្យសាមញ្ញធ្វើឲ្យមានភាពទៀងទាត់ហើយអ្នកនឹងបង្កើតទ្រព្យសម្បត្តិបន្តបន្ទាប់បើមិនសិនជាអ្នកចូលចិត្តវីដេអូប្រភេទនេះសូមជួយ subscribe ឬ follow ដើម្បីទទួលបានគន្លឹះវិទ្យុបន្ថែមទៀតសូមអរគុណ